គំនិតវិជ្ជមានគឺជាវិធីដែលជួយឲ្យយើងមានកម្លាំងចិត្តមិនងាយចោះចាញ់និងមើលឃើញឱកាសល្អៗទោះបីជាជួបបញ្ហាក៏ដោយមនុស្សជាច្រើនយល់ច្រឡំថាគំនិតវិជ្ជមានគឺជាការធ្វើមិនដឹងមិនឮពីបញ្ហាប៉ុន្តែការពិតគឺមិនមែនបែបនោះទេការគិតបែបវិជ្ជមានប្រៀបបីដូចជាការផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងតស៊ូឈានទៅមុខបន្តទៀតការគិតបែបវិជ្ជមានប្រៀបបីដូចជាថ្នាំបន្សាបជួយយើងនៅពេលដែលយើងជួបបញ្ហាណាមួយនៅពេលយើងទន់ជ្រាយនិងចង់បោះបង់អ្វីមួយនៅពេលដែលយើងអស់សង្ឃឹមនិងមិនចង់បន្តទៅមុខទៀតជាពិសេសនៅពេលដែលយើងបរាជ័យពីការធ្វើអ្វីមួយមនុស្សដែលជួបបញ្ហាហើយក្រោកឡើងមកតស៊ូបានលឿនជាងមនុស្សធម្មតានោះមានន័យថាពួកគេមានគំនិតវិជ្ជមានច្រើនហើយភាពបរាជ័យនឹងនៅជាមួយគេមិនបានយូរនោះឡើយមនុស្សដែលមានគំនិតវិជ្ជមានពួកគេតែងតែគិតថាខ្ញុំអាចធ្វើបានខ្ញុំអាចដោះស្រាយវាបានបញ្ហានេះកំពុងតែបង្រៀនអ្វីមួយមកដល់ខ្ញុំហើយភាពវិជ្ជមាននៃគំនិតយើងអាចបង្កើតឡើងបានគ្រប់ពេលវេលាដែលគ្រាន់តែយើងក្រោមរៀងរាល់ថ្ងៃហើយប្រាប់ខ្លួនឯងថាយើងអាចធ្វើបានហើយគ្រប់បញ្ហាតែងមានដំណោះស្រាយយើងនឹងដោះស្រាយវាឲ្យបានព្យាយាមប្រាប់ខ្លួនឯងនៅពេលដែលយើងក្រោកពីគេងហើយមុនពេលយើងចូលគេងយើងត្រូវរំលឹកខ្លួនឯងថាយើងអាចធ្វើបាននោះវានឹងទទួលបានជោគជ័យជាក់ជាមិនខានមានមនុស្សជាច្រើនតែរអ៊ូរទាំញឹកញាប់ថាឧបសគ្គអីក៏ច្រើនម្លេះមិនចេះចប់មិនចេះហើយទម្រាំដើរដល់ចំណុចមួយដែលគេហៅថាជោគជ័យតែមានដឹងទេថាឧបសគ្គទាំងនោះហើយដែលបង្ហាញឲ្យយើងថាផ្លូវដែលយើងដើរនោះវាពិតជាផ្លូវដែលត្រឹមត្រូវការមើលឲ្យឃើញនៅឧបសគ្គទាំងនោះចាំបាច់ត្រូវតែមើលយល់ពីវាយ៉ាងពិតប្រាកដក៏មើលឲ្យគ្រាន់តែឃើញថាឧបសគ្គនោះគឺជារឿងដែលគួរខ្លាចកុំជៀសវាងឬគេចវេះឲ្យឆ្ងាយផុតពីវាព្រោះនោះមានន័យថាអ្នកកំពុងរត់គេចពីភាពជោគជ័យរបស់អ្នកហើយឧបសគ្គកើតឡើងតាំងពីយើងចាប់ផ្ដើមវាមកម្ដងបន្តិចពេលខ្លះក៏មកដំណើរគ្នាយ៉ាងច្រើនវាព្យាយាមធ្វើឲ្យយើងបរាជ័យតែកុំគិតថាមានតែយើងម្នាក់ប៉ុណ្ណោះដែលត្រូវជួបនឹងឧបសគ្គទាំងនោះព្រោះមនុស្សគ្រប់គ្នាដែលរត់រកភាពជោគជ័យរមែងតែជួបឧបសគ្គទាំងអស់ហ្នឹងឧបសគ្គខ្លះអាចធ្វើឲ្យយើងរាថយតែសូមសាកល្បងបដូរទស្សនៈថ្មីដោយគិតថាវាជារឿងដែលឌឺដងនឹងសមត្ថភាពរបស់យើងធ្វើឲ្យយើងជួបនិងស្វែងរកផ្លូវឈ្នះវាឲ្យបានវិធីសាស្ត្រក្នុងការចាត់ការជាមួយនឹងឧបសគ្គទាំងនោះគួរតែចាប់ផ្ដើមដោយទឹកចិត្តរឹងមាំមិនទន់ជ្រាយត្រៀមរួចជាស្រេចក្នុងការតស៊ូចំពោះឧបសគ្គជាមុនសិនបន្ទាប់មកទើបយើងចាប់រលែកមើលថាឧបសគ្គទាំងនោះកើតឡើងដោយសារមូលហេតុអ្វីព្យាយាមធ្វើការកែប្រែដោះស្រាយវាមួយជំហានម្ដងដោះស្រាយរហូតទាល់តែបានសម្រេចបើវាពិបាកខ្លាំងគួរតែទៅរកអ្នកដែលអាចពិភាក្សាជាមួយដើម្បីដោះស្រាយជឿជាក់តែម្ដងថាផ្លូវនៃច្រកចេញនៅមិនឆ្ងាយពីរូបយើងឡើយអ្វីដែលគួរប្រុងប្រយ័ត្នគឺការកំបោះបងចោលនៅឧបសគ្គដែលកើតឡើងនោះឲ្យវានៅត្រាំត្រែងយូរពេករហូតដល់ថ្នាក់មិនអាចដោះស្រាយបាននាពេលអនាគតសូមឲ្យជឿជាក់ថានៅក្រោយទ្វារនៃឧបសគ្គគឺមានភាពជោគជ័យស្ថិតនៅពីក្រោយរបស់វាអ្នកដែលទទួលបាននៅភាពជោគជ័យទាំងឡាយតែងតែធ្លាប់ឆ្លងកាត់នៅផ្លូវនេះមកដូចគ្នាបើយើងចង់ក្លាយជាមនុស្សម្នាក់នៅក្នុងចំណោមនោះចាំបាច់បំផុតត្រូវតែជ្រើសរើសដើរផ្លូវឆ្លងកាត់ឧបសគ្គនោះដោយចិត្តមោះមុតនិងតស៊ូព្យាយាម